លោកគឺលោកគ្រូយ៉ាងហ្វាណាខានជួបគ្នាច្រើនថ្ងៃវិជាគុណរបស់ឯងcònបើជាងមុនឆ្ងាញ់ណាស់ខ្ញុំមិនហ៊ានធ្វើប្រហែលទេកុំហ៊ានខ្ជិលច្អូនដែរអាចអប់រំបានឡយើងចង់ជូនអំណោយមួយដល់ឯងប៉ុន្តែអាចជារបស់ឯងពិតប្រាកដឬក៏អត់គឺត្រូវពឹងទៅលើសមត្ថភាពរបស់ឯងទៀតហើយមកតាមយើងមកយ៉ាងហ្វាឥឡូវអ្វីដែលឯងខ្វះខាតនោះគឺអាវុធទឹកមួយអាវុធទឹកអីចង់យកអាវុធទឹកឯងត្រូវតែធ្វើកិច្ចការមួយសិនសម្រាប់គេចោលទៅតែខ្ញុំនឹងគាត់អត់មានគំនុំនឹងគ្នាផងសម្រាប់គេធ្វើអីខ្ញុំមិនហ៊ានសម្រាប់ទេឥឡូវឯងធ្លាក់ខ្លួនដល់ឋានៈនេះហើយតើមានអ្នកណាផ្ដល់មូលហេតុឲ្យឯងនោះសម្រាប់គេចោលទៅលោកគ្រូនេះគឺលំពេងខ្មោចផ្ដាច់ពលឹងដែលឪពុកនឹងកូនតកោស៊ូនោះស្វែងរកច្រើនឆ្នាំមកហើយអាចមើលឃើញមិនប្រកាសថាអាចប្រើបានទេគឺស្ថិតនៅលើវាព្រមនៅជាមួយឯងឬក៏អត់អញ្ចឹងតើខ្ញុំត្រូវធ្វើយ៉ាងម៉េចចាំមើលតើឯងអាចដកវាបានទេលំពេញយើងសុខចិត្តសម្រាប់ជីវចង់សម្ព័ន្ធមិត្តជាមួយឯងបើឯងសុខចិត្តធ្វើជាបងប្អូនធម៌របស់យើងឯងទៅជាមួយយើងទៅខ្ញុំនិយាយឲ្យច្បាស់លាស់ជាមុនសិនការសាកល្បងក្បាច់គុណលើកនេះមិនមែនយកជីវិតគ្នាទេប៉ះភ្លាមត្រូវដកដៃកុំឲ្យប៉ះពាល់ដល់មនោសញ្ចេតនាការប្រកួតចាប់ផ្ដើមមកចេញទិញថាត់តែមើលពួកគាត់ពីរនាក់អ្នកណាឈ្នះពិបាកនិយាយនេះ
ការប្រកួតនឹងចាញ់ឈ្នះហើយសុំទោសមិនគិតទេអវត្តរបស់លោកហួសហើយពេកហើយណែអវត្តរបស់លោកពើពលពេកហើយដឹង ជិនលៀងអរគុណលោកបងយ៉ាងដែលបានមេត្តាដល់ខ្ញុំ មិនបាច់គួរសមទេ បងទាំងអស់គ្នាមើលឃើញហើយបាក់កុំតែអវត្តរបស់គេសាហាវពេកកុំអីគេមិនឈ្នះទេអយុត្តិធម៌ណាស់ ចាញ់គឺចាញ់ហើយខ្ញុំចាញ់ដល់អស់ចេះ លោកបងឆេង អាយ៉ាជិនសាណាជិនហាន់គេបានចោះចាញ់ទៅហើយ ខ្ញុំ ខ្ញុំហ្វាអាវុធរបស់ឯងពិតជាសាហាវណាស់ឯងបានមកពីណា លំពេញខ្មោចផ្ដាច់ព្រលឹងលោកគ្រូខ្ញុំឲ្យខ្ញុំ ណែ លោកបងឆេងលោកបងអត់អីទេអី អត់អីទេខ្ញុំអត់មានអីណា ខ្ញុំចង់និយាយថាខ្ញុំខឹងចំនួនលោកបងណាការប្រកួតបាញ់មិញនោះអយុត្តិធម៌ពេកហើយ មែនទេ មិនមែនទេអីការពិតយ៉ាងហ្វាំងនោះមិនមែនជាដៃគូរបស់បងទេគ្រាន់តែមានអាវុធល្អជាងបងប៉ុណ្ណោះម្យ៉ាងទៀតលំពេផ្ដាច់ព្រលឹងស្អីគេនោះគឺមិនមែនជាអាវុធធម្មតាទេមានយុទ្ធសាស្ត្រនៅខាងក្នុងលោកបងគិតមើលគេពើពលប៉ុណ្ណាដើម្បីសម្រេចបំណងប្រាក់គ្រប់កលល្បេងបាននិយាយពីវិជាគុណពិតគេមិនមែនជាដៃគូរបស់បងទេដូច្នេះបងឆេងបងពិតមែនតែចាញ់តែនៅតែមានកិត្តិយស ប៉ុន្តែទោះយ៉ាងណាក៏ដោយខ្ញុំពិតជាចាញ់គេមែន ដូច្នេះបាទខ្ញុំថាការប្រកួតនេះគឺអយុត្តិធម៌ឥឡូវអញ្ចេះចាំខ្ញុំទៅប្រាប់ពុកខ្ញុំរៀបចំការប្រកួតមួយទៀតម្ដងនេះមិនអត់ប្រើអាវុធទេការពិតគួរតែឈ្នះពីទឹកគឺឈ្នះហើយសម្រាប់ចឹងហើយណាខ្ញុំទៅរកពុកខ្ញុំ នាងជប់សិន ចាំមិននឹង នាងឈ្នះចាញ់គឺជារឿងធម្មតាទេម្យ៉ាងទៀតការប្រកួតវិជាគុណមិញនេះលបងយ៉ាងក៏អត់មានប្រើល្បិចដាក់ខ្ញុំដែរមុនពេលការប្រកួតយើងអត់បាននិយាយគ្នាថាត្រូវតែប្រកួតក្បាច់គុណឲ្យដឹងចាញ់ឈ្នះប៉ុន្តែបំណងល្អរបស់នាងចំពោះខ្ញុំសូមអរគុណនាងហើយកូនប្រុសធ្វើការនឹងនិយាយស្ដីត្រូវតែម៉ាត់ណាម៉ាត់នឹងចាញ់គឺចាញ់ហើយបើបកកាយគ្នាចូលឡើងមិនមែនជាសភាពបរិសុទ្ធនោះទេ ល្អនិយាយបានល្អអ្នកប្រុសឆេងអ្នកប្រុសមានឫកពីជាមេតបណាស់អត់ពុកខ្ញុំអត់បងអ្នកប្រុសពិតជាសំណាងអាក្រក់របស់គាត់មែនបងឆេងបងពិតជាអស្ចារ្យណាស់ អ្នកនាងបើសិនជាអត់មានរឿងអីផ្សេងទៀតទេខ្ញុំលាអ្នកនាងត្រឡប់ទៅវិញហើយ ខ្ញុំនៅតែអរគុណអ្នកនាងដែលបានពេញចិត្តនឹងខ្ញុំលាសិនហើយ អេណែខ្ញុំអីយ៉ាចេញលៀនចង្រៃឯងហត់ហើយនៅខ្ញុំស្អីទៀតនិយាយតែប្រមាណម៉ាត់ទេតែឯងវាងាប់ទេអូយ ឈឺខ្លាំង លបងមើលឃើញហើយឯងលបងលឺអស់ហើយឯងជាជាងលេងខ្មាស់គេខ្លាំងណាស់ អ្នកនាងលោកបងយ៉ាជី យិនគួយ លោកបងយ៉ាជីយើងទាំងពីរនាក់ពិតជាមានចិត្តដូចគ្នាមែន មានចិត្តដូចគ្នាព្រឺសម្បល់ដល់ហើយប៉ុន្តែពួកយើងជាមិត្តចាស់នឹងគ្នារាប់សិបឆ្នាំហើយស័ក្តិសមនឹងនិយាយលេងបែបនេះទេ លោកបងនិយាយដល់ណានឹងហ៎ ប៉ុន្តែរឿងដែលយើងនិយាយនោះគឺមិនដូចគ្នាទេណា អញ្ចឹងបាទបងនិយាយមុនទៅ
ល្អលើកនេះយើងរើសយកយ៉ាងហ្វានគឺរើសមនុស្សត្រូវហើយពេលដែលនៅ CE គេទើបតែពេញកំឡោះទីគេទើបតែធំកិច្ចការអីកុំចេះដែរតែស្មានមកដល់ថាប្រហែលខែនេះគេខ្លាចទៅជាមេតំអស់ចាំម្នាក់ ដូច្នេះបានជាខ្ញុំនិយាយថាពួកយើងមានចិត្តដូចគ្នាបេះបិទតែម្ដងរឿងដែលខ្ញុំចង់និយាយគឺមានតកតុងនឹងយ៉ាងហ្វានហ្នឹង ប៉ុន្តែរឿងដែលលោកហើយនឹងខ្ញុំនិយាយនោះគឺនៅតែខុសគ្នាដដែល ត្រូវហើយការពិតខ្ញុំកំពុងតែគិតថាលើកនេះប្រកួតវិជាគុណសម្រាប់ជ្រើសរើសមេតបតើខ្ញុំបានធ្វើខុសឬក៏ត្រូវ ប្រកួតគ្រាន់តែជាលក្ខខណ្ឌមួយប៉ុណ្ណោះការសំខាន់គឺលទ្ធផលយ៉ាងហ្វាននៅព្រំដែនខាងលិចតាំងពីតូចមកគេស្គាល់ភូមិសាស្ត្រនៅខាងនោះច្បាស់ណាស់បើប្រៀបជាមួយនឹងឈិនហៅគេឈ្នះមួយទៅហើយ ត្រូវហើយប៉ុន្តែខ្ញុំនៅតែមានការព្រួយបារម្ភ លោកខ្លាចប្រអមម្ចាស់ឈិញប្រើល្បិចកលហ៎ លោកបងយ៉ាងជីអញ្ចឹងហើយបានជាខ្ញុំថាមានតែបងទេដែលយល់ចិត្តខ្ញុំ មានចិត្តដូចគ្នាមិនឲ្យតែខ្ញុំនិយាយរឿងនេះខ្ញុំចេះតែរបស់ពេញខ្លួនអស់អញ្ចឹងហ៎ លោកបងមិនមែនមិនដឹងទេព្រះអង្គម្ចាស់ឈឹងចេះតែប្រឆាំងយើងជំទាន់យើងមានគំនិតពឹសពុលទីណាដែលមានពួកយើងកាន់កាប់តែងតែមានមនុស្សចំណិតរបស់គាត់បង្កប់ខ្លួន ប្រកាសហើយទ្រង់ជាសាច់ញាតិស្ដេចមិនអាចធ្វើឲ្យខឹងបានទេម្យ៉ាងទៀតធ្វើការកំប្រុងប្រយ័ត្នណាស់ដែរពួកយើងចាប់កំហុសអីមិនបានសោះ សង្ឃឹមថាមកពីខ្ញុំគិតច្រើនពេកចុះ ហើយគិតក៏អត់ប្រយោជន៍ដែរស្អែកឡើងសាវនាការឲ្យទស្សនាមយ៉ាងហ្វានថ្វាយបកូនណាច្បាស់ជាបានដឹងរឿងហ่ะ ត្រូវយ៉ាងម៉េចណាមិនក៏ឆាប់គោពោះឃ្លានម្ល៉េះ ចិត្តដូចគ្នាមែន បងអ្នកប្រុសឆេង ចេញសានមកហើយ អត់មានសយុធម៌មានកូនហៅអ៊ំអ្នកប្រុសឆឹងអញ្ចឹង ហើយយើងគួរយ៉ាំអីទេខ្ញុំនឹងចេញលៀនគឺចឹងហើយចេញលៀនណានាងមកវិញគឺល្អហើយជាពិសេសគឺពេលនេះខ្ញុំអត់មានទំនេរទេ អាចារ្យចេញលៀនណាធ្វើទីទឹមចលក់ទឹកបាក់ប៉ៅឲ្យខ្ញុំញ៉ាំមួយមកផ្អែមតែមិនត្រលាន់ ខ្ញុំនិយាយហើយថាខ្ញុំអត់មានទំនេរទេ គុណស្រីអ៊ំឆឹងជាអ៊ំប្រុសរបស់កូនមិនត្រូវខ្វះការគួរសមចឹងទេ បងខ្ញុំមានអារម្មណ៍មិនល្អ អារម្មណ៍មិនសូវល្អហ៎អ្នកណាធ្វើឲ្យចេញលឿនខឹងអ៊ំនឹងចេញមុខជួយ មិនបាច់ទេខ្ញុំទៅវិញហើយ ណែកូនស្រី ណែ ហើយកូនស្រីខ្ញុំនេះកាន់តែផ្ដេសផ្ដាស់មែនទេហើយ ខ្ញុំតែមើលសិនតើមានរឿងអីកើតឡើងចេញលឿន លបងសូម្បីតែគាត់ក៏កាន់តែផ្ដេសផ្ដាស់ដែរ